បងប្អូនមើលឲ្យច្បាស់ក្នុងកិច្ចព្រមព្រៀងណាបងប្អូនខ្ញុំដឹងនិយាយថាម៉េចម៉ែអាថោកទៀតក្នុងកិច្ចព្រមព្រៀងដឹងប្រជាប្រដ្ឋមើលតន់អត់បងប្អូនយកកិច្ចព្រមព្រៀងទៅមើលយូរបានបងប្អូនដឹងថាយីពួកអាអស់នេះថោកទៀតណាស់អាមួយថោកទៀតចេញមុខហ្មងអាមួយទៀតណាថោកទៀតហើយចង់មានឈ្មោះជាជនថ្លៃថ្នូរហែងកំភៃអញធ្វើហែងថោកទៀតទាំងអស់វេចមុខឲ្យហែងដូចអញទាំងអស់គណៈបព្វជិជនគេធ្វើឃើញចឹងណាហែងចោតអញថាអញផ្ដាច់ការហែងចោតអញថាអញពុកអលួយថាអញក្បត់ឆន្ទៈរាជមិនអីទេអញកាន់ការងារប្រទេសជាតិអានឹងគេជេរអញពេញភូមិត្មងតែឥឡូវអញធ្វើហែងថោកដូចអញដែរពួកអីពួកហែងតាមពិតថោកដែរប៉ុន្តែហែងចេះតែពាក្យអាផ្លាក់ល្អឥឡូវអញធ្វើឲ្យហែងថោកហើយអញអង្គុយក្រងតែខ្លាសោចហើយចាំមើលហែងហើយខំបង្ការពារថោកហែងចាំមើលការពារបានអត់បើការពារបានទៀតអញថារៀនក្នុងវាសោមមកសំថ្ងៃបោកនោះហើយអញបោកខ្លះហើយបោកខ្លះទៅស្រុកខ្មែរនោះវាចឹងទៅវាចឹងហើយពួករៀនខ្មែរអាណានិយាយត្រឹមតែមិនដូចខំវាស្នាដែរបានអីតែទេនោះមិនដឹងខ្យល់អីចឹងចែកគ្នាបោកទៅហើយបោកខ្លះបោកខ្លះមកចឹងបងថ្ងៃអញ្ចឹងក៏ចបម្ចាស់ថ្លៃមុននឹងចាប់ដើមធ្វើការសម្រាប់ចិត្តបកាទី1សម្រាប់ថាម៉េចបកាទី2សម្រាប់ថាម៉េចគេមានយោងមកគេ2យោងខ្ញុំមើលអាយោងហ្នឹងថាខ្ញុំម៉ែអាសែនក្តៅបងប្អូនយោងទី1ដោយយោងថាមានតែការចរចានៅលើតុមូលទល់មុខគ្នាទេក្នុងន័យហ្នឹងគឺអត់មានបាតកម្មអត់មានប្រើហិង្សាអត់មានទៅទីលានប្រជាធិបតេយ្យអីតវ៉ាអីទេគេថាដោយយល់ឃើញថាមានតែការប្រជុំទល់មុខគ្នារវាងអ្នកនយោបាយទេគោលបំណងនៃកិច្ចព្រមព្រៀងនេះគឺស្វែងរកដំណោះស្រាយរួចចំពោះវិបត្តិនយោបាយនៅប្រទេសកម្ពុជាថ្ងៃនេះយើងអាចប្រកាសបានថាវិបត្តិនយោបាយនៅប្រទេសកម្ពុជាចប់ហើយទើបអាចដោះស្រាយវិបត្តិនយោបាយនៅស្រុកខ្មែរយើងបានជាពិសេសគឺវិបត្តិនយោបាយក្រោយការបោះឆ្នោតទៅដូចមកអបកាច់បើហែងយល់ឃើញអញ្ចឹងមិនហែងហៅអញទៅបាតកម្មអាងាប់បើហែងយល់ឃើញថាមានតែតែមួយមានតែការចរចាគ្នានៅតុមូលរវាងអ្នកនយោបាយទេមិនមែនរឿងបាតកម្មរឿងអីទេដោយយល់ឃើញថាមានតែការចរចាគ្នារវាងអ្នកនយោបាយទល់មុខគ្នាដោយសន្តិវិធីទេទើបអាចរកដំណោះស្រាយឲ្យខ្មែរបានឃើញវាយល់ថាចឹងហើយបើវាយល់ថាចឹងហើយមិនហៅអញទៅបាតកម្មអាងាប់ណាបងប្អូនពិចារណាមើលអាយោងណាខ្ញុំថាមើលអាយោងឲ្យក្តៅវាថាដោយយើងយល់ឃើញយ៉ាងច្បាស់ថាមានតែការចរចាទេមិនដាក់កៅអីអង្គុយទៅមុខគ្នាទេដែលអាចរកដំណោះស្រាយឲ្យជាតិយើងបានមិនរឿងបាតកម្មទេមើលវាយល់ថាអញ្ចឹងបងប្អូនចារណាមើលយោងបងប្អូនមើលលិខិតរបស់វាអាកិច្ចព្រមព្រៀងនោះទាំងពីរបាក់នឹងវាយល់ថាអញ្ចឹងដោយយើងយល់ថាមានតែការអង្គុយទល់មុខគ្នារវាងអ្នកនយោបាយនៅតុចរចាទេទើបអាចរកការដោះស្រាយឲ្យប្រជាពលរដ្ឋខ្មែរបានវាយល់ថាអញ្ចឹងបងប្អូនមើលទាំងពីរបាក់វាយល់ថាអញ្ចឹងហើយវាហៅឯងទៅបាតកម្មអាងាប់ងាប់អស់មួយកណោបងប្អូនពិចារណាមើលដល់យោងទី2ដោយគោរពទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋប្រជាពលរដ្ឋចង់ឲ្យយើងធ្វើអីទៀតបើប្រជាពលរដ្ឋថាឲ្យយើងបន្តធ្វើអីទៀតឬក៏ប្រជាពលរដ្ឋថាឈប់ទៅត្រូវតែបាតកម្មមហាបាតកម្មរាល់ថ្ងៃអានោះយើងតាមប្រជាពលរដ្ឋឬក៏ប្រជាពលរដ្ឋអីអត់ទេឥឡូវយើងមានលទ្ធភាពទៅចេះទៀតវាដែរសួរអញពីថ្ងៃណាបានវានិយាយថាដល់យោងទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋនេះបងប្អូនខ្ញុំឆ្ងល់ខ្ញុំមើលឲ្យលិខិតហ្នឹងឲ្យបងប្អូនស្ដាប់បន្តិចហ្មងនិយាយវាមិនដូចវាមើលហ្មងស្រួលដោយយល់ឃើញថាយោងទី1ដោយយល់ឃើញថាដំណោះស្រាយដោយសន្តិវិធីតាមរយៈនៃការចរចាគឺជាមធ្យោបាយដ៏ល្អតែមួយគត់បងប្អូនស្ដាប់តើណាដោយយល់ឃើញថាគេយោងដំណោះស្រាយដោយសន្តិវិធីតាមរយៈនៃការចរចាគឺជាមធ្យោបាយដ៏ល្អតែមួយគត់ក្នុងការដោះស្រាយបញ្ហានយោបាយដែលកើតមានក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី5នៃរដ្ឋសភានាថ្ងៃទី28ខែកក្កដាឆ្នាំ2013មានតែការអង្គុយចរចាគ្នាទេដែលជាដំណោះស្រាយតែមួយគត់នឹងយោងទី1ដល់យោងទី2ដោយគោរពទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋវាដែរសួរណាគណៈបកសង្គ្រោះជាតិហ្នឹងហើយវាប្រកែខ្លាំងជាងគេឲ្យតែវាធ្វើអីវានិយាយថាខ្ញុំទៅប្រជុំមហាជនដើម្បីសួរមតិប្រជាពលរដ្ឋហើយពេលវាចរចាហ្នឹងវាមានមកប្រជុំសួរមតិប្រជាពលរដ្ឋដែរតែទេហ្នឹងហើយវានិយាយថាដោយគោរពឆន្ទៈរបស់ប្រជាពលរដ្ឋនិងដើម្បីផលប្រយោជន៍ដ៏ឧត្តមឧត្តមនៃប្រទេសជាតិរបស់យើងឃើញវាយោងតាមឆន្ទៈរបស់ប្រជាពលរដ្ឋណាអានេះមិនតាមឆន្ទៈ
อันนี้เตะเรียกคันน่ะมันคันเตะเรียกคันน่ะเมื่อไรตัวน่ะเตะเรียกคันน่ะវាអត់សួរយើងទេណាវាអត់មានមកប្រជុំមហាជនទេវាសម្រាប់យកហ្មងរួចវានិយាយថាដល់យោងតាមឆន្ទៈរបស់ប្រជាពលរដ្ឋបងប្អូនស្ដាប់ឲ្យទាន់សួរវាខូចតាណាអាហ្នឹងសួរហេតុអីបានវាហ៊ានខូចវាថារៀបខ្មែរគ្មានដឹងអីទេអាពើតទៅកន្លែងណាក៏វាថាអង្គការដែរមេសហគមន៍ក៏មានសិទ្ធិវាយគេចោលដែរទ្រព្យសម្បត្តិយើងនៅផ្ទះវាមកយកវាថាអង្គការស្នើស្អីក៏អង្គការដែរឯងចង់សួរអាអង្គការណាគេដល់ពេលពលពតមកនិយាយពលពតខ្លួនវាក៏និយាយថាអង្គការស្នើដឹងអង្គការពីណាឯងស្មានអង្គការហ្នឹងពលពតជាបដល់ពេលពលពតចេញមកនិយាយពលពតថាអង្គការស្នើដឹងណាគេអង្គការអញ្ចឹងបានសភៅមួយគេសរសេរថាតើអង្គការជានរណាឥឡូវទៀតអ៊ំខាខ្ញុំក៏ថាយើងត្រូវធ្វើតាមឆន្ទៈរបស់រាជខ្ញុំសួររាជមួយណាអាណាគេរាជហ្នឹងអត់ដែលសួរអញអត់ដែលសួរគេអីទាំងអស់ឲ្យទៅតាមឆន្ទៈរាជតាមឆន្ទៈរាជអានេះតៈរាជខណ្ឌបងប្អូនមើលឲ្យទាន់ណាហើយខ្ញុំនិយាយចឹងវានោះកំពុងតែចែកជើងគ្នាដើម្បីដើរការពារទង្វើរបស់វារឿងអស់នេះណាបងប្អូនមានតែបងប្អូនខ្លួនឯងផ្ទាល់ទេបានមើលដឹងថាណាបោ